ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាខ្ញុំសូមទោសទាំងអស់គ្នាផងដែរចំពោះការខកខានវីដេអូដោយសារខ្ញុំមានភារកិច្ចផ្ទាល់ខ្លួនហើយថ្ងៃនេះក៏ខ្ញុំបានធ្វើវីដេអូមួយលើកឡើងពីប្រធានបទពីការមកធ្វើការក្នុងប្រទេសអូស្ត្រាលីទៀតហើយបងប្អូនក៏ជាយល់ច្រើនមែនទែនបងប្អូនតែងតែផ្ញើសារមកខ្ញុំហើយសួរខ្ញុំថាខ្ញុំចង់មកធ្វើការក្នុងប្រទេសអូស្ត្រាលីដែរបងតែរកការបែបម៉េចអមមីងហើយនឹងបងមួយចំនួនក៏គាត់សួរខ្ញុំដែរថាតើរត់ការបែបម៉េចទៅដើម្បីឲ្យមកធ្វើការក្នុងប្រទេសអូស្ត្រាលីអញ្ចឹងវីដេអូមួយនេះគឺវាល្អមែនទេសម្រាប់បងប្អូនហើយនឹងមានផលប្រយោជន៍ផងដែរចំពោះការរត់ការនៅក្នុងប្រទេសអូស្ត្រាលីគឺបងប្អូនអាចទទួលរត់ការនៅក្នុងជាមួយនឹង agency ឬក៏ភ្នាក់ងាររត់ការណាមួយដែលបងប្អូនទុកចិត្តខ្ញុំនិយាយម្ដងហើយម្ដងទៀតហើយចំពោះវីដេអូមួយនេះគឺខ្ញុំមិនមែនជាអ្នករត់ការ agency ក្នុងការមកធ្វើការក្នុងប្រទេសអូស្ត្រាលីទេហើយមួយទៀតប្រទេសអូស្ត្រាលីគឺពុំទាន់បានបើកសិទ្ធិឲ្យប្រជាជនខ្មែរយើងសម្រាប់ដាក់ពាក្យមកធ្វើការនៅក្នុងប្រទេសអូស្ត្រាលីផងដែរដោយមានបងប្អូនមួយចំនួនតូចគាត់ជឿតាមមិត្តភ័ក្តិរបស់គាត់ដែលមិត្តភ័ក្តិរបស់គាត់គឺធ្វើការដាក់ពាក្យលក្ខណៈគឺរត់ការជាលក្ខណៈដើរលេងហើយបន្ទាប់មកធ្វើការក្នុងប្រទេសអូស្ត្រាលីអានឹងគឺខុសច្បាប់មែនទែនខ្ញុំអត់ឲ្យបងប្អូនធ្វើទេហើយមួយវិញទៀតចំពោះបងប្អូនខ្លះទៀតគឺគាត់ជឿទៅលើបងប្អូនគាត់ហើយក៏ជឿទៅលើមិត្តភ័ក្តិគាត់ក៏បានប្រាប់មិត្តភ័ក្តិគាត់ថាគាត់បានមកធ្វើការក្នុងប្រទេសអូស្ត្រាលីដែលរត់ការអញ្ចេះហើយបន្ទាប់មកក៏ដូរវីសាបែបនេះទៅប្លាអាហ្នឹងក៏ជាមិនមែនជាលក្ខណៈថាគឺល្អចំពោះបងប្អូនទេព្រោះអី90% គឺអាចនឹងប្រឈមមុខនឹងការគេទម្លាក់វីសានិង blacklist នៅក្នុងប្រការណាមួយហើយអានេះគឺមានតែ 10% ទេសម្រាប់ឲ្យបងប្អូនយល់ថាឱកាសឈ្នះនិងឱកាសចាញ់គឺឱកាសចាញ់ហ្នឹងគឺមានច្រើនភាគរយមែនទែនជួនកាលបងប្អូនខ្លះគាត់មានសំណាងគាត់អាចជាប់នៅឱកាសដែលវាអាចនេះហើយយើងឈ្នះជាមួយនឹង immigration ណាអញ្ចឹងយើងបានវីសារស់នៅបន្តហើយជួនកាលអាចបានវីសាគេហៅ permanent resident ជាអចិន្ត្រៃយ៍ក្នុងការរស់នៅក្នុងប្រទេសអូស្ត្រាលីផងដែរអញ្ចឹងទៅគឺបើសិនជាបងប្អូនចង់ដឹងច្បាស់ពីបញ្ហានេះអានឹងគឺខ្ញុំអត់អាចនិយាយនៅក្នុងវីដេអូទេព្រោះអានឹងវាពាក់ព័ន្ធជាមួយនឹងច្បាប់នៅក្នុងប្រទេសអូស្ត្រាលីផងដែរអានឹងលុះត្រាតែបងប្អូនស្វែងយល់ខ្លួនឯងថាតើលក្ខណៈដែលរត់ការមកធ្វើការក្នុងប្រទេសអូស្ត្រាលីហ្នឹងហើយរត់ការដើរលេងហ្នឹងបន្ទាប់មកយើងដូរវីសាទៅបែបផែនការផ្សេងទៀតហ្នឹងតើវាបែបណាអាហ្នឹងគឺជាវីដេអូនេះគឺបងប្អូនក៏ជាយល់ច្បាស់នៅសម្ដីខ្ញុំមួយហើយដែលខ្ញុំបានបកស្រាយក្នុងវីដេអូមួយនេះអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយនឹងស្វែងយល់នឹងទុកចិត្តនៅភ្នាក់ងារ agency ណាមួយដែលបងប្អូនជឿទុកចិត្ត100%អញ្ចឹងវីដេអូនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ